បាទជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាចូលជាមួយខ្ញុំបាទតាក់ជាសុភីអញ្ចឹងថ្ងៃនេះយើងតជាមួយនឹងវីដេអូមុនដែលយើងតពីយើង download តាក់ទងជាមួយ Winbob ហើយវីដេអូមួយនេះយើងនឹងចូលទៅមើលការ config តាក់ទងជាមួយនឹងDHCP អញ្ចឹងថ្ងៃនេះគឺយើងរៀនតាក់ទងជាមួយនឹង DHCP ដើម្បីយើងអាចដាក់ DHCP នៅក្នុង LAN បានអញ្ចឹងយើងអត់ទាន់ធ្វើការឡើង app ជាមួយនឹង internet ទេយើងធ្វើម៉េចឲ្យ internet នៅក្នុង DHCP app ឡើងសិនដោយសារយើងរៀនតាម step មួយមុននឹងយើងឡើងទៅដល់ internet អូខេអញ្ចឹងនេះគឺជាផ្ទាំងដែលជា marketing របស់យើងអញ្ចឹងយើងអត់មានអីពិបាកទេបាទយើងយក cursor យើងហ្នឹងបាទចុចមកលើតាក់ទងជាមួយ MAC address មកបាទអញ្ចឹងដោយសារតែកន្លែងនេះគឺតាក់ទងជាមួយនឹង marketing របស់យើងអត់ទាន់មាន IP ចូលទេអញ្ចឹងមានថាគឺវាតាក់ទងជាមួយនឹង IP នៅកន្លែងនេះគឺ0000ទាំងអស់បាទហើយគឺនៅ port អីគេបាទ port ទី2អញ្ចឹងតាក់ទងជាមួយនឹងការដោត port ខ្ញុំនឹងបង្ហាញនៅលើ screen នេះផ្ទាល់ណាអញ្ចឹងគឺយើងអាចមើលនៅលើ screen បានតាក់ទងជាមួយការដោត port អញ្ចឹងខ្ញុំដោត port ទី2មួយហ្នឹងណាបាទដោយសារអីខ្ញុំទុក port ទី1សម្រាប់គ្នាយើងពេលដែលយើង up internet យើងយក internet ចូលគឺយើងយក port ទី1 port ទី2គឺយើងធ្វើជា port LAN បាទអញ្ចឹងធ្វើជា port LAN បាទអញ្ចឹងយើងចុចលើហ្នឹងហើយយើងចុចពាក្យថា connect បាទអញ្ចឹងវានឹងចាប់ផ្ដើម connect ចូលមកក្នុងតាក់ទងជាមួយការconfig ជាមួយនឹង marketing របស់យើងបាទនៅក្នុងនេះមានច្រើនណា setting នៅក្នុង marketing នេះច្រើនមែនតើបាទអញ្ចឹងពេលខ្លះយើងរៀងបាក់មើលតិចណាហូចក៏រៀងវែងវាន់តិចដែរនៅពេលដែលយើងចូលទៅការ config បាទអញ្ចឹងកុំឲ្យនេះយើងចាប់ផ្ដើមតាក់ទងជាមួយការដាក់ DHCP ទាំងអស់គ្នាអញ្ចឹងមុននឹងដាក់ DHCP ខ្ញុំសូមមើលជាមួយនឹង LAN របស់ខ្ញុំសិនបាទតាក់ទងជាមួយនឹង Ethernet របស់ខ្ញុំតើរបស់ខ្ញុំនឹងទទួលបាន IP ប្រមាណអញ្ចឹងយើងអាចនេះបានយើងអាច shortcut ក៏បានដែរណា NCPA ដល់ CPL នេះគឺយើងចូលទៅក្នុង chain adapter បាទ chain adapter ជាកន្លែងដែលយើងឆែក IP ឬក៏មួយទៀតយើងអាចឆែកជាមួយនឹង CMD អញ្ចឹងខ្ញុំសូមឆែកនៅលើតាក់ទងជាមួយនឹង chain adapter ចា៎បាទអញ្ចឹងកន្លែងនេះគឺវានឹង chain តាក់ទងជាមួយនឹង chain adapter មកហើយវាមាន Bluetooth មាន Blue អីហ្នឹងយើងកុំខ្វល់យើងខ្វល់តែមួយគឺ Ethernet ណាដោយសារយើងធ្វើនេះយើងដោតខ្សែជាមួយនឹង router គឺយើងធ្វើនៅក្នុង Ethernet បាទអញ្ចឹងយើងគ្រាន់តែ click មកហើយយើងយក double click ណាបាទ double click ហើយយើងយក detail អញ្ចឹង detail គឺវាដាក់ IP នេះមកអញ្ចឹង IP នេះគឺតាក់ទងជាមួយ IP នេះគឺនៅក្នុង LAN របស់យើងតែយើងអត់ទាន់ដឹងថានេះទេអញ្ចឹងខ្ញុំសូមទៅមើលតាក់ទងជាមួយនឹង DHCP សិនដោយសារខ្ញុំដាក់ DHCP ណាខ្ញុំធ្លាប់ចូល config នេះអញ្ចឹងខ្ញុំយក Optane សិនហើយខ្ញុំយក DNS Optane ដូចគ្នាបាទអូខេអញ្ចឹងនៅពេលដែលយើងដាក់ជា Optane អស់ហើយយើងមកដកយកមកមើល Ethernet យើងវិញបាទអញ្ចឹងឲ្យវា identify យីងសិនទៅព្រោះចាំយើងចុច double click ម្ដងទៀតចាំមើលយើងដឹងថាវាទទួលបានតាក់ទងជាមួយនឹង IP ប្រមាណបាទអូខេអញ្ចឹងយើងអាចចុច double click មកបន្ទាប់មកយើងយក detail បាទអញ្ចឹងមានថាកន្លែងនេះគឺ automatic config IP version 4គឺអីគេគឺ169មកអានេះគឺតាក់ទងជាមួយនឹង LAN default ដែលទូទៅ computer នីមួយៗនៅពេលដែលអត់មាន internet ចូលគឺវានឹងទទួលបាន IP កន្លែងនេះ default បែបនេះឯងបាទអញ្ចឹងខ្ញុំសូមខ្វែងឡើងវិញបាទបន្ទាប់មកអញ្ចឹងយើងចាប់ផ្ដើមតាក់ទងជាមួយនឹងការ config ឥឡូវនេះអូខេបាទអញ្ចឹងកន្លែងនេះខ្ញុំនឹងចូលមក interface បាទចូលមក interface ខ្ញុំនឹងយក port តាក់ទងជាមួយនឹង port ទី2មួយនេះបាទអញ្ចឹងកន្លែងនេះខ្ញុំនឹងយក port ទី2នេះធ្វើជា DHCP ដើម្បីឲ្យ IP បោះមកក្នុង client របស់យើងអញ្ចឹងយើងចុច double click មកបាទតមកខ្ញុំនឹងដូរកន្លែងនេះណាខ្ញុំនឹងដូរខ្ញុំដាក់ថា LAN DHCP ណាអញ្ចឹងកន្លែងនេះគឺអត់ឲ្យដក clear ទេបាទបន្ទាប់មកយើងចុច apply បាទតែពេលចុច apply គឺកន្លែងនេះវានឹង rename បាទខ្ញុំចូលមកនេះក្នុង rename ព្រោះខ្ញុំយក port ទី2ហ្នឹងធ្វើជា LAN DHCP បាទអញ្ចឹងខ្ញុំចូលកន្លែងហ្នឹងមកបន្ទាប់មកទៀតយើងខ្វែងយើងចូលមក IP ហើយបន្ទាប់មកយើងដាក់តាក់ទងជាមួយនឹង address បាទ address យើងចុចកន្លែង address នេះមកបាទបន្ទាប់មកយើងចុចតាក់ទងមួយកន្លែងនេះគឺ new បាទ new នៅពេលដែលយើងចុច new ហើយកន្លែងនេះវានឹងឲ្យយើងដាក់តាក់ទងជាមួយនឹង IP ដែលយើងចង់បានអញ្ចឹង IP ដែលយើងចង់បានមួយណាយើងអាចដាក់ទៅអញ្ចឹងនៅកន្លែងនេះខ្ញុំសូមដាក់ class C ណាខ្ញុំដាក់តា 223.168.10.1 អូខេណាអញ្ចឹងចុច 10.1 តាក់ទងជាមួយកន្លែងនេះហើយខ្ញុំដាក់ slash វាគឺ slash 24ដែលជា class C ហើយ class នេះគឺ class full ណាបាទ
បន្ទាប់មកខ្ញុំរើសតាក់ទងជាមួយនឹង interface អញ្ចឹងកន្លែង network នេះយើងអាចវាយបញ្ចូលក៏បាន network ហ្នឹងគឺ network ID យើងវាយបញ្ចូលក៏បានយើងអត់វាយបញ្ចូលក៏បានដែរអញ្ចឹងនៅពេលដែលយើងរើស port រើស interface អីហើយយើង apply ទៅវានឹងចាប់ផ្ដើម set ឲ្យយើង auto ហើយអញ្ចឹងយើងចូលមកកន្លែងនេះយើងយក LAN DHCP បាទបន្ទាប់ពីចុច DHCP ហើយយើង apply ទៅបាទអញ្ចឹងវានឹងចាប់តាក់ទងជាមួយនឹង ID network មកឲ្យយើងហើយគឺ 223.168.0 បាទអូខេអញ្ចឹងកន្លែងនេះគឺយើងបានតាក់ទងជាមួយនឹងការដាក់ address list ហើយបាទអញ្ចឹងបន្តមកទៀតបាទយើងត្រូវអីគេកន្លែងនេះយើងត្រូវចូលមកក្នុងតាក់ទងជាមួយនឹង DNS ណាបាទសុំទោស DNS យើងចូលមក DNS បាទបន្ទាប់មកកន្លែងនេះខ្ញុំ recommend យើងយក address របស់ Google មកបាទណាហើយមួយទៀតបាទយើងអាចយក844ណា44បាទអញ្ចឹងយក apply អូខេអញ្ចឹងកន្លែងនេះគឺយើងដាក់តាក់ទងជាមួយនឹង DNS ណាយើងសូមម្ដងទៀតតាក់ទងជាមួយកន្លែងនេះគឺយើងដាក់ DNS បាទ DNS ឲ្យទៅក្នុង router របស់យើងបាទ DNS setting បាទបន្ទាប់មកទៀតយើងចូលកន្លែងនេះគឺ IP បាទ IP បន្ទាប់មកគឺយើងយកតាក់ទងជាមួយនឹង DHCP server បាទចុច DHCP server បែបនេះមកបាទបន្ទាប់មកគឺវាមកដល់កន្លែង DHCP server កន្លែងនេះយើងចូលតាក់ទងជាមួយនឹង DHCP setup បាទចុចកន្លែង setup អញ្ចឹងមកបន្ទាប់មកយើងរើស interface ដែលយើងចង់ធ្វើជា DHCP server បាទអញ្ចឹង interface របស់យើងកន្លែងនេះគឺ LAN DHCP បាទចុចមកហើយយើងចុច next ហើយវានឹងសួរយើងថា DHCP address space នេះប៉ុណ្ណេះគឺជាអ្វីដែលយើងចង់បានមែនអត់បាទមិនសិនជាអ្វីដែលយើងចង់បានយើងចុច next មកបន្ទាប់មកកន្លែងនេះវានឹងសួរថាតកតងជាមួយនឹងនេះ IP មួយនេះ 223.168.10.1 នេះជា gateway មែនអត់អញ្ចឹងបើសិនជាយើងដាក់ថាមួយនឹងជា gateway យើងចុច next តែបើសិនយើងថាចង់ដូរវាដាក់ទៅ254ទូទៅកន្លែងតកតងជាមួយ gateway ខ្ញុំ recommend ឲ្យគ្នាយើងដាក់តកតងជាមួយនឹងដើមបំផុតនិងចុងបំផុតគួរកុំដាក់កណ្ដាលអីណាអញ្ចឹងតាមការ recommend គឺដើមបំផុតចុងបំផុតអញ្ចឹងកន្លែងនេះយើងដាក់មួយក៏បានដាក់254ក៏បានដែរបាទអញ្ចឹងយើងដាក់មួយណាក៏បានដែរណាអញ្ចឹងពីរលេខហ្នឹងតែកុំដាក់កណ្ដាលឧទាហរណ៍ថាដាក់10ដាក់អីហ្នឹងក៏កុំអីដែរអត់ recommend ទេបាទអញ្ចឹងយើងដាក់1ទៅដល់2ឬក៏254អញ្ចឹងកន្លែងនេះខ្ញុំសូមដាក់254បាទអញ្ចឹង gateway កន្លែងនេះគឺ 223.168.10.254 ជា gateway របស់ network មួយហ្នឹងបាទ next បាទអញ្ចឹងបន្ទាប់ពីចុច next មកគេនឹងបង្ហាញថានេះតាក់ទងជាមួយនឹង pool ហ្នឹងដូចតាក់ទងជាមួយកន្លែង list ដែលឲ្យ IP នឹងបោះអញ្ចឹងមានន័យថាកន្លែងនឹងឲ្យបោះហ្នឹងបោះពីប្រមាណទៅដល់ប្រមាណអញ្ចឹងបើតាមមើលនៅក្នុងនេះវាឲ្យយើងបោះពី1ទៅដល់253បាទ253អញ្ចឹងទូទៅគេអត់ឲ្យបោះពី1ទៅដល់253ទេណាទូទៅគេតែងតែ resource ទុកតាក់ទងជាមួយនឹង IP សម្រាប់ទៅ set ទៅក្នុងតាក់ទងជាមួយនឹងឧបករណ៍ដែលត្រូវការ static តាក់ទងជាមួយ DHCP យើងប្រើទៅលើ client ដែលគាត់ចេញចូលតែតាក់ទងជាមួយដូចជាតាក់ទងជាមួយនឹង printer តាក់ទងជាមួយនឹង file share តាក់ទងជាមួយអីយើងអត់អាច set ទៅជា DHCP បានទេអញ្ចឹងកន្លែងហ្នឹងយើងទុក resource 10ហ្នឹងទុកទៅឲ្យអ្នកដែលគាត់ត្រូវការ static IP បាទអញ្ចឹងយើងដាក់10មកអញ្ចឹងមានន័យថាកន្លែងនេះគឺយើងយកមានថាឲ្យបោះចាប់ពី11ទៅអញ្ចឹងពី11ហ្មងមានន័យថា223.168.211ទៅសុំទោះកន្លែងនេះដាក់11អញ្ចឹងពី11ទៅដល់253ហើយបានវាដល់253ហើយបានយើងមកដាក់254ភាសា254គឺជា gateway របស់យើងអញ្ចឹងយើងអត់អាចដាក់បានទេព្រោះ gateway នៅពេលដែលជាន់នោះវានឹងធ្វើឲ្យ network យើងអត់ដើរទេបាទអញ្ចឹងកន្លែងនេះយើង complete មើលបញ្ជាក់ផងណាបាទបន្ទាប់មកយើងចុច next អញ្ចឹងកន្លែងនេះគឺវានឹងឲ្យយើង select តាក់ទងជាមួយនឹង DNS បាទអញ្ចឹង DNS ដែលយើងដាក់នៅក្នុង IP ហើយយើង DNS មិញគឺកន្លែងនេះទៅពេលដែលយើង set ពីកន្លែងនោះមកហើយកន្លែងនេះវានឹងសូចេញឲ្យយើងតែម្ដងអញ្ចឹងយើងអាចបើសិនជាយើងចង់ផ្លាស់ប្ដូរឬក៏ត្រូវការអីយើងគ្រាន់តែចុច next ផ្លាស់ប្ដូរទៅហើយបន្ទាប់បើសិនយើងមកផ្លាស់ប្ដូរទៅយើងចុច next បន្តមកបាទកន្លែងនេះជា time release អញ្ចឹង time release ហ្នឹងទូទៅរាល់នៅពេលដែលប្រើរាល់ 50% វានឹងធ្វើការ release ម្ដងអញ្ចឹងតាមការ recommend គឺតាក់ទងជាមួយនឹងការ recommend គឺទូទៅតាក់ទងជាមួយនឹងរយៈពេល1ម៉ោង
ឬក៏តាក់ទងជាមួយ3ម៉ោងណាអញ្ចឹងឧទាហរណ៍ថាម៉ាស៊ីនយើង set up នៅហាងកាហ្វេទូទៅយើងដឹងថាតាក់ទងជាមួយនឹងការប្រើប្រាស់អតិថិជនគឺទូទៅចេញចូលមានថាចេញចូលអញ្ចឹងម៉ាស៊ីនចូលយើងអាចដាក់ចាប់ពី1ម៉ោងកន្លះម៉ោងដល់1ម៉ោងតែអាស្រ័យទៅលើជាក់ស្ដែងតាមតម្រូវការឬក៏យើងសិក្សាជាក់ស្ដែងជាមួយខាង system របស់គេដូចនៅសាលារៀនអានឹងយើងដាក់ចាប់ពី3ម៉ោងទៅដល់8ម៉ោងមានថាកន្លះប៉ុណ្្នឹងគឺល្មមសម្រាប់ពិសិដ្ឋហើយអញ្ចឹងអាច release មានន័យថាសិស្សដែលគាត់រៀនហ្នឹងអ្នកខ្លះគាត់រៀនផឹកងាយអញ្ចឹងអាចខ្ទង់8ម៉ោងហ្នឹងគឺល្មមតែម្ដងដើម្បីកុំឲ្យអីកុំឲ្យតាក់ទងជាមួយការ release DHCP របស់យើងហ្នឹងវាធ្វើការ release ច្រើនពេកអញ្ចឹងវាធ្វើឲ្យ router យើងហ្នឹងវា slow តែឧទាហរណ៍ថាយើងដាក់ time តិចពេកអញ្ចឹងវានឹងចាប់ផ្ដើម release រហូតឧទាហរណ៍ថាយើងដាក់5នាទីអញ្ចឹងរាល់5នាទីគឺ user ទាំងអស់ត្រូវការ release IP ម្ដងអញ្ចឹងវាត្រូវការ release តែពេលដែលធ្វើការ release វានឹង request មកតាក់ទងជាមួយនឹង DHCP server អញ្ចឹងវាធ្វើឲ្យតាក់ទងជាមួយនឹង DHCP server ហ្នឹងគឺវាចាប់ផ្ដើម release រហូតអញ្ចឹងរាល់មានន័យថាឧទាហរណ៍5នាទីរាល់2នាទីកន្លះគឺវាចាប់ផ្ដើមនេះហើយចាប់ផ្ដើម release ហើយដោយសារអីយើងដឹងហើយតាក់ទងជាមួយការរៀន DHCP នៅពេលដែល IP ហ្នឹងប្រើបាន 50% ហើយ user ហ្នឹងនៅតែប្រើដដែលនោះវានឹងធ្វើការ request សម្រាប់ release ទៅលើ IP មួយនោះដើម្បីយក IP មួយនោះយកមកប្រើការបន្តអាហ្នឹងតាក់ទងជាមួយ DHCP បាទអញ្ចឹងកន្លែងនេះខ្ញុំសូមដាក់1ម៉ោងបាទយើងដាក់1ម៉ោងអូខេអញ្ចឹង1ម៉ោងបើសិនយើងដាក់24ម៉ោងយើងចុច24មកណាបាទអូខេអញ្ចឹងបើសិនយើងដាក់ one day យើងដាក់1 D អូខេអញ្ចឹង one day កន្លែងនេះអញ្ចឹងខ្ញុំដាក់1ម៉ោងកន្លែងនេះបាទនេះគ្រាន់តែបញ្ជាក់គ្នាយើងណាតមកចុច next អញ្ចឹងនៅពេលដែលចុច next នេះគឺតាក់ទងជាមួយនឹងកន្លែងនេះវានឹងបង្ហាញតាក់ទងជាមួយនឹងinterface របស់យើងដែលមានទៅតាម list ប៉ុណ្នេះហើយនៅក្នុង address pool គឺ DHCP pool ហ្នឹងគឺ pool 0អញ្ចឹងយើងត្រូវចូលទៅមើលអត់បាទយើងត្រូវចូលទៅមើលតាក់ទងជាមួយកន្លែងនេះយើងចូល IP ហើយយើងយកតាក់ទងជាមួយនឹង pool បាទអញ្ចឹង pool កន្លែងនេះគឺវានឹងបញ្ជាក់ថានេះ DHCP pool ហើយកន្លែងនេះយើងអាច rename បានណាយើងអាច rename បានអាច rename យកថា DHCP LAN DHCP ដល់ LAN DHCP ចាស់អញ្ចឹងកន្លែងហ្នឹងយើងអាច apply មកអញ្ចឹងកន្លែងនេះវាដូរ name ដូចគ្នាណាបាទបន្តមកយើងនឹងឃើញតាក់ទងជាមួយ address ដែលយើងបាន include មានថាកន្លែងនេះគឺយើង include បាទយើង include គឺចាប់ពី11ទៅដល់ពី53អញ្ចឹងពី1ទៅដល់10គឺយើង exclude ហ្នឹងគឺយើងដកចេញបាទយើងអត់ឲ្យវាប្រើប្រាស់ទេអញ្ចឹងកន្លែងនេះគឺយើងអាចមើលបានបាទអញ្ចឹងបន្ទាប់មកគឺភាសាអីភាសាកន្លែងនេះយើងអត់ទាន់បាននេះទេបាទមានន័យថា IP យើងអត់ទាន់បានបដូរទេអញ្ចឹងយើងអាចចូលមកបាទយើងអាច Windows CMD បាទយើងអាច YIP config /free new ណាអញ្ចឹងនៅពេលដែលយើង YIP /config/renew វានឹងចាប់ផ្ដើម search ទៅលើនៅក្នុងប្រព័ន្ធយើងហ្នឹងថាវាមាន DHCP អត់វាត្រូវការ release ហើយវាត្រូវការ renew ទូទៅនៅពេលដែលយើងធ្វើយើងត្រូវការ release មុនតែដោយសារខ្ញុំអត់មាន IP ជាប់ទេអញ្ចឹងខ្ញុំ renew យកតែម្ដងណាបាទអញ្ចឹងនៅពេលដែល renew កន្លែងនេះវានឹងនេះបង្ហាញយើងដាក់ថានេះនៅក្នុង Ethernet adapter របស់យើងនឹងមួយហ្នឹងគឺវាទទួលបានអីគេបាទអញ្ចឹងវានឹងទទួលបានតាក់ទងជាមួយនឹង253.168.10.253ហើយយើងដាក់មិញហ្នឹងដែល subnet របស់វាគឺ255.255.255.0 ដែលគឺជា subnet class C class 24ហើយ gateway របស់វាគឺពី 23.168.10.254 ដែលជា gateway របស់វាដែលបោះមកអញ្ចឹងយើងចង់ដឹងថាចុះតាក់ទងជាមួយនឹង DNS បោះបានអញ្ចឹងអត់មានអីប្រឡាក់ទេចូលតាក់ទងជាមួយ IP config /all មកណាបាទ /all មកបាទអញ្ចឹងនៅពេលដែល /all នេះវានឹងចេញមកអស់ហើយបាទអញ្ចឹងតាក់ទងជាមួយកន្លែងនេះមាន IP មាន subnet បាទមានតាក់ទង time list ទៀតបាទ time list ហ្នឹងមានន័យថាម៉េចឧទាហរណ៍ថាឥឡូវនេះខ្ញុំកំពុងតែប្រើនេះនៅក្នុងម៉ោង9បាទអញ្ចឹងមានថាម៉ោង9:53អញ្ចឹងវា expire list នៅម៉ោងប៉ុន្មាននៅមានន័យថាម៉ោង10:53នាទីយប់ហើយអានេះគឺ gateway ហើយនេះគឺ DHCP server អញ្ចឹង DHCP server គឺមួយនេះបាទហើយតាក់ទងជាមួយនឹង DNS នេះបាទ DNS គឺយើង8 8 8អញ្ចឹង8 8 4 4
ចឹងកន្លែងនេះគឺតាក់ទងជាមួយនឹងការបោះ DHCP មកក្នុង client យើងអាចមើលចូលទៅក្នុងតាក់ទងជាមួយនឹង Ethernet យើងនេះបានយើងគ្រាន់តែចុចមកបាទហើយយើង detail មកយើងនឹងទទួលបាន IP នេះនៅកន្លែងនេះដូចគ្នាដែលមានព័ត៌មានពេញលេញដូចនៅក្នុង CMD មិនដែរបាទយើងតាក់ទងជាមួយការឆែក IP នេះយើងឆែកនៅក្នុងតាក់ទងជាមួយនឹងការឆែក adapter ក៏បាន network connection ហ្នឹងកន្លែងឆែក adapter យើងហ្នឹងឬក៏យើងអាចឆែកតាម CMD ក៏បានដែរអញ្ចឹងមួយណាដែលគ្នាយើងគិតថា friendly ជាមួយគឺយើងអាចឆែកតាមមកភាសាភាគច្រើនខ្ញុំចង់ឲ្យគ្នាយើងឃើញតាក់ទងជាមួយនឹងបែប GUI ច្រើនជាងអញ្ចឹងបានខ្ញុំតាក់ទងជាមួយកន្លែងនេះខ្ញុំភាគច្រើនធ្វើជាមួយនឹង network connection ដែលយើងប្រើកន្លែង share adapter ហ្នឹងដើម្បីគ្នាយើងឃើញហ្នឹងទៅបាទអញ្ចឹងបញ្ជាក់ណាកន្លែងនេះនៅពេលដែលយើងប្រើគឺយើងត្រូវតែobtain ណាគឺយើងត្រូវតែ obtain IP ទាំងអស់គឺ auto អត់ត្រូវការ set up ទេដោយសារអីយើងទទួល IP ស្វ័យប្រវត្តិចេញពីនេះរបស់យើង router របស់យើងអញ្ចឹងបញ្ជាក់គឺនៅពេលដែលយើងទទួលបាន DHCP គឺ DHCP នឹងបោះតាក់ទងជាមួយនឹង IP .NET Mask Gateway និង DNS អញ្ចឹង4នេះគឺជាដំណើរការរបស់ DHCP ដែលវាបោះមកឲ្យក្នុងម៉ាស៊ីនរបស់យើងបាទអញ្ចឹងតាក់ទងជាមួយនឹងវីដេអូមួយនេះមានតែប៉ុណ្ណេះសម្រាប់ការធ្វើ DHCP អញ្ចឹងសម្រាប់អ្នកដែលគាត់មិនទាន់ចេះធ្វើ DHCP ទេយើងអាចធ្វើនៅក្នុងនេះបានបាទយើងអាចតេស្តដំបូងណាយើងអត់ហ៊ានចូលទៅក្នុងការទៅដល់អ៊ីនធឺណិតមុនទេយើងធ្វើនៅក្នុង LAN សិនដើម្បីយើង start ដើម្បីយើងអាចជៀនទៅដល់ក្នុង WAN ដើម្បីយើងអាចconfig អ៊ីនធឺណិតឲ្យចូលមកក្នុង LAN អាចក្នុង LAN ប្រើការបានបាទអញ្ចឹងតើតើជាមួយវីដេអូមានតែប៉ុណ្្នេះអរគុណជួបគ្នាវីដេអូក្រោយ